9 ខែ 10 ថ្ងៃនៅក្នុងផ្ទៃម៉ែ9 ខែ 10 ថ្ងៃជាពេលវេលាដែលម៉ែតែងតែទន្ទឹងរង់ចាំផ្លូវកូនចង់ឃើញមុខកូនចង់បីពរថ្នាក់ថ្នមកូនចង់ឮសំឡេងកូនយំចង់ដឹងថាមុខរបស់កូនកាត់ទៅរកពុកឬកាត់ទៅរកម៉ែកូនដឹងទេ9 ខែ 10 ថ្ងៃវាពិតជាយូរណាស់សម្រាប់ម៉ែដែលទន្ទឹងរង់ចាំក្នុងកំឡុងពេល9 ខែ 10 ថ្ងៃកូនអើយម៉ែបានស្គាល់គ្រប់រសជាតិអស់ហើយម៉ែខំប្រឹងឆ្លងកាត់គ្រប់ឧបសគ្គគ្រប់បែបយ៉ាងឆ្លងកាត់ការឈឺចាប់ឆ្លងកាត់ការធុញថប់ឆ្លងកាត់ការនឿយណាយព្រមម្ដាយចង់រក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អឲ្យកូនកើតមកមានភាពរឹងមាំ9 ខែ 10 ថ្ងៃជាថ្ងៃនៃការចងចាំរបស់ម៉ែចាំបានថាចាប់តាំងពីកូនមកចាប់បដិសន្ធិក្នុងផ្ទៃរបស់ម៉ែមកជីវិតរបស់ម៉ែប្រែប្រួលគ្រប់បែបយ៉ាងអេរិយាបថទាំង4ដេកដើរឈរអង្គុយធ្លាប់តែរហ័សរហួនចង់ទៅណាមកណាក៏បានតាមចិត្តចង់ធ្វើការងារអ្វីក៏ស្រួលតែពេលមានកូនក្នុងផ្ទៃចង់ដេកចង់ដើរឈរអង្គុយក៏ពិបាកធ្វើអ្វីក៏មិនតាន់ចិត្តងាកទៅណាក៏ទៅគឺទៅគ្រប់បែបយ៉ាងទាំងអស់ចិត្តធ្លាប់តែស្រស់ស្រាយសប្បាយរីករាយទឹកមុខធ្លាប់តែស្រស់បោះនៅពេលដែលម៉ែមានកូនអារម្មណ៍របស់ម៉ែក៏ចាប់ផ្ដើមប្រែប្រួលឆាប់ខឹងឆាវឆាវមួម៉ៅក្តៅក្រហាយនឿយណាយធុញថប់ផ្គាប់ចិត្តមិនត្រូវអាហារហូបចុកដែលធ្លាប់តែឆ្ងាញ់ធ្លាប់តែហូបចុកបែរជាលេបមិនចូលចេះតែរអើមរកកលតែវល់មុខក្អួតចង្អោចង់តែខ្យល់គោឈឺនេះឈឺនោះរកថាមិនត្រូវហូបក៏មិនបានសម្រានក៏មិនលក់ព្រោះកូនធ្វើទុករាល់ថ្ងៃម៉ែធ្លាប់ជាមនុស្សមានសេរីភាពចង់ទៅណាគឺទៅបានគ្រប់ទីកន្លែងក៏ព្រោះតែកូនស្ថិតនៅក្នុងផ្ទៃម៉ែសុខចិត្តបិទសេរីភាពខ្លួនឯងដើម្បីមើលថែកូនម៉ែធ្លាប់ជាមនុស្សដែលចូលចិត្តតែងខ្លួនស្អាតបាតគ្រប់ពេលក្រែមម្សៅម៉ាក់គីយេលេលាបលុនរាល់ថ្ងៃតែប្រុសកូននៅក្នុងផ្ទៃម៉ែលែងខ្វល់រូបសម្រស់អ្វីទាំងអស់ម៉ែខ្វល់តែម្យ៉ាងគឺម៉ែខ្វល់ពីកូនតាំងពីមានកូននៅក្នុងផ្ទៃម៉ែបានកែប្រែខ្លួនឯងច្រើនណាស់ម៉ែកែប្រែទម្លាប់ដែលធ្លាប់តែមិនសូវគិតខ្វល់ខ្វាយច្រើនបែរជាមកគិតច្រើនជាងមុនបារម្ភច្រើនជាងមុនព្រោះម៉ែគិតខ្វល់និងបារម្ភដល់អនាគតរបស់កូនអស់ពេលច្រើនខែម៉ែពោផ្ទៃ310ថ្ងៃថ្លៃដឹងទេម៉ែពិបាកណាស់ណាមាសមេប្រឹងប្រែងមើលថែបុត្រចរណៃពោះកាន់តែធំរឹតកាន់តែធ្ងន់ឈឺស្ពឹកស្រពន់អស់ជើងដៃវើមុខរកក្អួតស្ទើររាល់ថ្ងៃចុកចាប់ពេកក្រៃមិនហ៊ានស្រែកហូបមិនបានសម្រានមិនលក់ប្រាណម៉ែដង្ហក់ស្រក់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរធ្លេកបែកម៉ែមិនបានដេកព្រោះតែកូនពេលវេលាដែលម៉ែពោះកូន9 ខែ 10 ថ្ងៃគឺជាពេលវេលាដែលកូនប្រុសស្រីក៏បីចងចាំកុំបំភ្លេច